ជំរាបសួរដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការទស្សនារឿង Channel អាយខ្មែរសម្រាយរឿងថ្ងៃនេះផងដែរខ្ញុំលើកយករឿងចេញថ្មីមួយមកសង្ខេបដែលមានចំណងជើងថាស្នេហានៅពីក្រោយរបាំងរដូវកាលទី1ដែលសាច់រឿងត្រូវបាននិយាយពីរឿងព្រេងនៃរដ្ឋមួយដែលមានឈ្មោះថាស៊ីសានដែលមានប្រជាជនឮតគ្នាថារដ្ឋមួយនឹងកាន់អំណាចដោយមានព្រះចៅអធិរាជដែលមានឈ្មោះថាព្រះចៅអធិរាជតារារម្យដែលព្រះចៅអធិរាជក៏បានបញ្ជាទៅព្រះនាងដែលគេស្គាល់ថាឈ្មោះថាព្រះនាងសៃហួរជាកូនចិញ្ចឹមរបស់គាត់ឲ្យដើរកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅក្នុងរដ្ឋមួយនោះហើយក៏បញ្ជាឲ្យព្រះនាងសៃហួរចាប់យកបរិសយកមកធ្វើជាប្តីជាច្រើនអ្នកដើម្បីឲ្យត្រូវនឹងថ្ងៃខែកំណើតរបស់ព្រះនាងដើម្បីសម្លាប់យកឆ្អឹងអាក្រក់ដើម្បីឲ្យកូនរបស់គាត់នឹងគ្រប់គ្រងពិភពលោកទាំងមូលហើយបន្ទាប់ពីរឿងព្រេងយើងបាននិយាយចប់សូមអ្នកទាំងអស់គ្នាចូលទៅកាន់ការទស្សនានៃការសង្ខេបរឿងទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងកាលពី3ខែមុននៃរដ្ឋមួយដែលមានឈ្មោះថាស៊ីសានដែលថ្ងៃនេះគឺជាថ្ងៃរៀបមង្គលការនៃតួឯកប្រុសរបស់យើងនៅក្នុងគ្រួសារស៊ីសានដែលតួប្រុសជាអ្នកសងសឹកនៅក្នុងរឿងយើងមានឈ្មោះថាយីចិនហើយឪពុកកូនក្រមុំក៏បានដំណឹងអាក្រក់មួយពីការសម្លាប់គ្រួសាររបស់គាត់នៅយប់នេះពីដៃអធិរាជហើយពេលដែលព្រះរាជានិងព្រះមហាសីបានដឹងរឿងនេះពីឪពុកកូនក្រមុំព្រះរាជាក៏បញ្ជាអ្នកទាំងអស់គ្នាយកព្រះបុត្រាយីចិនទៅលាក់ដើម្បីរក្សាខ្សែឈាមរាជវង្សរបស់គាត់ដោយព្រះរាជានិងព្រះមហាសីបានយកព្រះបុត្រាទៅទម្លាក់នៅក្នុងទូមួយហើយពេលហ្នឹងគ្រួសារស៊ីសានក៏បានព្រះចៅអធិរាជសម្លាប់ទាំងអស់នៅក្នុងយប់ហ្នឹងរួមទាំងព្រះរាជានិងព្រះមហាសីផងដែរហើយអ្នកដែលសម្លាប់ព្រះរាជានិងព្រះមហាសីដែលឲ្យតួប្រុសរបស់យើងចាំមុខហើយនឹងសងសឹកនោះគឺជាតួឯកស្រីនៅក្នុងរឿងយើងដែលនាងមានឈ្មោះថាសាយហួរហើយសាច់រឿងយើងក៏កាត់មកកន្លែងអ្នកបម្រើម្ចាស់ស្ត្រី GUO កំពុងតែសែងយីចិនទៅរៀបអភិសេកដែលគេហៅថាជាប្តីខ្មោចរបស់ម្ចាស់ស្ត្រី GUO ហើយការដង្ហែរបស់អ្នកបម្រើដែលគេដឹងថាជាពិធីហែប្តីខ្មោចនោះស្របពេលហ្នឹងសាយហួរក៏ដើរមកទល់មុខអ្នកបម្រើទាំងនោះហើយសាយហួរក៏បានសួរទៅកាន់អ្នកបម្រើទាំងអស់នោះថាអ្នកដែលនៅកំពុងតែនៅក្នុងនោះគឺជាអ្នកណាហើយអ្នកបម្រើម្នាក់ក៏បានប្រាប់ទៅកាន់សាយហួរថាបុរសនៅក្នុងនោះគឺជាប្តីខ្មោចរបស់ព្រះនាង GUO ហើយពេលដែរសាយហួរឬអ្នកបម្រើនិយាយដូចនេះសាយហួរក៏មានអារម្មណ៍ចង់ដណ្ដើមយកប្តីខ្មោចរបស់ព្រះនាង GUO ហើយសាយហួរក៏បានសួរទៅកាន់ឈ្មោះប្តីខ្មោចរបស់ព្រះនាង GUO ដោយខ្មោចនោះក៏បានប្រាប់ទៅសាយហួរថាគាត់មានឈ្មោះថាមូហាដោយឡែកក៏ល្បិចរបស់យីចិនក៏ទទួលបានជោគជ័យដោយបានចូលទៅចិត្តនឹងព្រះនាងសាយហួរដើម្បីសងសឹកព្រះបិតាហើយពេលដែរសាយហួរបាននាំយីចិនមកដល់បន្ទប់របស់នាងសាយហួរក៏បានបេះស្លឹកឈើម្យ៉ាងដែលនាងដាំនៅក្នុងបន្ទប់របស់នាងហើយស្លឹកឈើមួយនោះគឺមានសារធាតុពុលឲ្យតែអ្នកណាបានហូបវាទៅនៅក្នុងខ្លួនសាយហួរអាចបញ្ជាអ្នកនោះបានតាមចិត្តរបស់នាងហើយយីចិនក៏បានលើកស្លឹកឈើនោះចូលទៅខាងក្នុងតាមបញ្ជារបស់សាយហួរហើយសាយហួរក៏បញ្ជាឲ្យគាត់ដោះរបាំងមុខហើយនឹងដោះសម្លៀកបំពាក់ហើយពេលដែរសាយហួរបានឃើញរូបរាងកាយរបស់យីចិនសាយហួរក៏បានឈរបែរខ្នងដើម្បីសាកចិត្តទៅលើយីចិនដើម្បីឲ្យយីចិននឹងដោះសម្លៀកបំពាក់របស់នាងតែពេលហ្នឹងយីចិនក៏បាននឹកឃើញទៅដល់រឿងសងសឹកយីចិនក៏បានដកស្នៀតសក់នៅលើក្បាលសាយហួរបំរុងចាក់សម្រាប់នាងតែពេលហ្នឹងយីចិនមានអារម្មណ៍ថាគាត់បញ្ជាខ្លួនឯងមិនបានសោះហើយសាយហួរក៏បានប្រាប់ទៅកាន់យីចិនឲ្យរើស្នៀតសក់របស់នាងឡើងហើយនាងក៏បានប្រាប់ទៅកាន់យីចិនបន្តទៀតថាប្រសិនបើនាងស្លាប់គ្មាននរណាម្នាក់អាចបន្សាបថ្នាំពុលពីស្លឹកឈើនៅក្នុងខ្លួនរបស់គាត់បានឡើយហើយប៉ុន្មានថ្ងៃក្រោយមកអង្គរបស់យីចិននៅក្នុងខ្លួននឹងប្រេះបែកខ្ទេចគ្មានសល់ហើយពេលដែរយីចិនបានស្ដាប់ឮរួចហើយយីចិនក៏និយាយទៅកាន់សាយហួរវិញថាមិនបាច់ធ្វើទង្វើថោកទាបយ៉ាងនេះចង់សម្លាប់គាត់ហើយទៅហើយពេលហ្នឹងសាយហួរក៏បានប្រើវិជាសិលរបស់នាងចង់បំបែកឆ្អឹងនៅក្នុងខ្លួនរបស់យីចិន
តែពេលហ្នឹងនាងក៏បានដឹងថាឆ្អឹងរបស់យីចិនគឺជាឆ្អឹងអាក្រក់ដែលជាអ្នកការពារពិភពលោកដែលលោកគ្រូរបស់នាងបានប្រាប់ការដែលនាងនឹងនៅក្មេងថាអ្នកដែលមានឆ្អឹងនេះលុះត្រាតែមានកំហឹងនឹងខ្លួនហើយនឹងការក្តីស្រឡាញ់ទើបវាកើតចេញជាឆ្អឹងអាក្រក់ហើយសាច់រឿងយើងក៏លេចតួអាក្រក់ម្នាក់ទៀតគាត់នឹងមានឈ្មោះថាឈួនត្រូវជាបងប្អូនដូនមួយនឹងសាយហួរគាត់មកនេះកំពុងតែមកបន្ទប់សាយហួរដែលសាយហួរឃើញថាកំពុងតែធ្វើទរណកម្មទៅលើយីចិនយ៉ាងខ្លាំងតែម្ដងហើយពេលហ្នឹងកណ្ដឹងនៅក្នុងបន្ទប់សាយហួរក៏បានឮសូរឡើងដែលបញ្ជាក់ថាមាននរណាម្នាក់កំពុងតែដើរចូលនៅក្នុងបន្ទប់របស់នាងហើយសាយហួរក៏បានប្រាប់ឲ្យតួប្រុសយើងដែលមានឈ្មោះថាយីចិនហ្នឹងងើបចូលទៅខាងក្នុងហើយហាមឲ្យយីចិនរបស់យើងនឹងមាត់ជាដាច់ខាតបើយីចិននឹងមិនចង់ស្លាប់ហើយពេលដែលឈួនបានចូលក្នុងបន្ទប់សាយហួរគាត់ក៏បានប្រាប់ពីរឿងដែលគាត់នឹងឬគេនិយាយថានាងបានយកប្តីខ្មោចរបស់ព្រះនាង GUO មកទីនេះមែនទេតែពេលហ្នឹងសាយហួរក៏បានរកដើរចេញពីឈួនតែក៏ត្រូវឈួននឹងចាប់បីបានប្រាប់ថាលិនរបស់សាយហួរធ្វើឲ្យចរិតគាត់នឹងផ្លាស់ប្ដូរហើយពេលហ្នឹងឈួនក៏បានប្រើថ្នាំសណ្ដំម្យ៉ាងទៅលើសាយហួរដើម្បីចង់បានរូបរាងកាយរបស់នាងតែពេលហ្នឹងឈួនក៏កលេចឃើញបុរសម្នាក់ដែលនៅក្នុងវាំងននក្រហមហើយពេលដែលយីចិនដើរចេញមកខាងក្រៅសាយហួរក៏បានដេញឈួលឲ្យចេញពីកន្លែងហ្នឹងបើមិនចង់ខ្មាស់គេហើយព្រះនាងក៏បញ្ជាឲ្យព្រះរាជបុត្រនាំព្រះនាងទៅមុជទឹកនៅក្នុងបន្ទប់កន្លែងនេះ admin អត់ចេះនិយាយទេបងប្អូនគ្នាអាចតាមដានខ្លួនឯងកន្លែងនេះប្ររបស់យើងនឹងមិនបានធ្វើអីទេតែព្រះនាងសាយហួរគឺមិនមែនជាមនុស្សស្រីទេទីបញ្ចប់ទៅចុងសាច់រឿងគុណអ្នកទាំងគ្នាដែលបានស្នាដល់ចប់អ្នកទាំងអស់គ្នារស់ស៊ីមានបានទៅកន្លែងណាមកកន្លែងណាមានសុវត្ថិភាពជារៀងរហូត